ហើយព្រាមបន្ទុកជាស្អីទេដូច្នេះកុំប្រកាន់អីកុំប្រកាន់ណាមួយរយៈនេះខ្ញុំបានសហការជាមួយសហគ្រាសចិញ្យាគួរខ្ញុំទៅវិញទេដែលទៅជួបនឹងលោកនោះដើម្បីណែនាំអ្វីខ្ញុំបានលើថាពេលនេះសហគ្រាសគូក្លាប់ចាក់ដូចជាមេឃហើយនឹងដីថ្ងៃនេះបានមកជួបមកហើយគឺស័ក្តិសមណាស់នាយកភ័យសរសើរពេកហើយខ្ញុំល្បីឈ្មោះមកថាមានជាសម្ព័ន្ធល្អខ្ញុំចង់មកប្រកួតជាមួយនឹងលោកតែយ៉ាងម៉េចដែរនាយកភ័យនិយាយនេះបានន័យថាម៉េចបានន័យថាម៉េចលោកគូលោកមិនតាន់យល់ទេសូមអ្នកដើម្បីជួយណែនាំផងនាយកគូពួកយើងមិននិយាយបែបបត់វែងឆ្ងាយស្អីនោះទេថ្ងៃនេះណាត់លោកមកគ្រាន់តែស្ដាប់ឮថាលោកនិងអគ្គនាយកលោកបានរៀបការនឹងគ្នាមែនហើយពួកយើងទើបតែចុចតាស៊ីវិលគេអញ្ចឹងតាបានជាលោកគូបានភាកហ៊ុនចានជាងពួកខ្ញុំកន់ប្រកល់ទៅឲ្យសហគ្រាសគូនាយកគូការដែលនាយកគូប្រកល់ភាកហ៊ុនឲ្យមកខ្ញុំច្រើននោះគឺគាត់បានមើលអត់ទៅហើយមិនមែនមកពីតំណែងខ្ញុំនិងអគ្គនាយកលូននោះទេនាយកគូភាគហ៊ុន100លានគឺមិនចំនួនតិចនោះទេគណៈយើងគឺជាភាគហ៊ុនរបស់នាងកំពុងឆ្លងកាត់ទូទាំងពិភពលោកនេះចាំពេលដែលទៅពីរៀបការល្មមនេះមិនឲ្យយើងគិតអីផ្សេងយ៉ាងម៉េចទៅខ្ញុំគ្មានសិទ្ធិលោកលាន់ពីរឿងនេះទេអ្នកតែបីហៅខ្ញុំមកទៅនេះចង់មានន័យថាមិនទេខ្ញុំចង់ដឹងគឺគ្មានន័យអីទេដើមឡើយលុយ1000លាននោះគឺប្រគល់ទៅឲ្យនាយកនេះទេក៏ប៉ុន្តែពេលនេះអ្នកទទួលផលបែរជានាយកគូទៅវិញដូច្នេះហើយលោកគូតែបកស្រាយរឿងនេះឲ្យបានច្បាស់បន្តិចមកគឺខ្ញុំនិយាយហើយនេះគឺជាការសម្រេចចិត្តអគ្គនាយកលោកខ្ញុំគ្មានសិទ្ធិកកខ្ញុំចំណាយខ្លាំងណាស់លោកនាយកគូលើកនេះសម្លាងបានភ័យហ៊ុនដល់ទៅរាប់ពាន់លានវ៉ាន់បើសំអាងទៅលើសមត្ថភាពវិញគឺជាប្រុសសង្ហាពិតប្រាកដណាស់បាននិយាយបែបនេះអ្នកទាំងអស់គ្នាមិនត្រឹមតែមើលងាយខ្ញុំទេថែមទាំងមើលងាយក្រុមហ៊ុនគូទៀតនាយកគូខឹងមែនទេរឿងមកតែខ្ញុំនិយាយចំចំណុចហើយលោកតើបីហៅខ្ញុំមកព្រោះតែប្រហែលអ្នកនេះមើលងាយខ្ញុំបែបនេះអញ្ចឹងខ្ញុំសូមលាទៅវិញសិនហើយរំសាយកំហឹងទៅពួកយើងគ្មានកម្រិតបែបនេះទេខ្ញុំហ៊ានទៅនិយាយជាមួយអ្នកទាំង3រឿងមកគោលការណ៍ខ្ញុំជាមួយនាងលូចាប់ពីពេលនេះទៅសហគ្រាសគូនិងសហគ្រាសចិញ្យាគឺជាក្រុមហ៊ុនពីរផ្សេងរហូតតែគោលគូខ្ញុំមិនមែនព្រោះតែរៀបការជាមួយនាងលូមិនបំពេញអ្នកទាំងអស់គ្នាទេមកនិយាយបែបនេះខ្ញុំសូមសួររឿងមួយទៅចុះហើយតើលោកនិងនាងលូរៀបការជាមួយគ្នាព្រោះតែរឿងអីឲ្យច្បាស់ទៅរឿងមួយក៏ដើម្បីផលប្រយោជន៍ឬក៏ជារឿងអីផ្សេងទៅជិញលោកនិយាយបានតែថាម៉េចលោកគូទាំងអស់គ្នាគឺសុទ្ធតែយល់លោកចាំបាច់ដឹងហើយធ្វើជាមិនដឹងលោកឈិញនិយាយបានតែថាម៉េចចង់ក្បត់អគ្គនាយកលោកគឺមិនដឹងអាចទៅលោកនៅក្មេងគិតមើលឲ្យស្រួលទៅពេលនេះនៅបរទេសគឺមានការខាត់បងច្រើនលោកបែរជាបាត់ខ្លួនហើយបើបដិសេធនឹងការជួបពួកយើងនេះយើងក៏ចាំមើលថាថ្ងៃក្រោយទៅមានបញ្ហាស្អីទៀតមែនទេនេះឲ្យខ្ញុំបើកភ្នែកមើលបានលោកនិយាយបែបនេះនោះមានន័យថាមានកំណត់ក្បត់នាយកលោកហើយនឹងនាយកគូទៅចៅឯកាស៊ីវិលជាមួយគ្នាមើលទៅដូចជាផ្អែមល្ហែមណាស់តើលោកមិនដែលគិតទេអីបើតាមសំអាងលើសមត្ថភាពអគ្គនាយកលោកមិនអាចជិះឆ្អែតបែបនេះនោះមិនមែនជារឿងងាយទេអ្នកតែបើនិយាយបែបនេះនោះដូចជាមានកំណត់អាក្រក់អ្វីមួយយ៉ាងហើយអាយ៉ានាយកគូលោកធ្វើជំនួយត្រង់បែបនេះជាច្រើនឆ្នាំមកហើយអាយ៉ាមិនខ្លាចប្រាប់អីទេនៅក្រៅប្រទេសណានេះគ្រាន់តែជាចំណុចចាប់ផ្ដើមហើយពេលនេះសហគ្រាសចិញ្យាគឺវានៅខាងក្រៅលោកខាងលិចហើយយើងមិនអាចបើកភ្នែកមើលកម្លាំងយកឈាមយើងហូរចេញអត់ប្រយោជន៍ទេដូច្នេះពួកលោកចង់យកតំណែងនាយកលោកនាយកគូគឺនិយាយប្រាប់លោកតាមត្រង់ពួកយើងបានរៀបចំរួចហើយពេលនេះខ្វះតែអ្នកបីដូចលោកទេអគ្គនាយកគ្រប់គ្នាប្រហែលជាភ្លេចហើយតំណែងតំណងលោកជាមួយភរិយាខ្ញុំដែលស្ដាប់ច្បាស់ស្ដាប់តាមកំណត់លោកលើកនេះមិនអាចពិភាក្សាទេគូថងឈុនសរាអញ្ជើញមិនផឹកចង់ផឹកត្រាពីណីពួកយើងខំជួយចាក់ឯងហ៊ានបដិសេធជាមួយម្ចាស់ភាគហ៊ុនបើឯងធ្វើបែបនេះចាំដល់ពេលដែលយើងឡើងតំណែងហើយគឺច្បាស់នៅត្រឹមមើលពួកឯងតើមានសមត្ថភាពអីសូមលាហើយនៅមានទៀតខ្ញុំនិយាយហើយអ្នកនាងលូជាប្រពន្ធរបស់ខ្ញុំស្របច្បាប់ពួកលោក3នាក់ហ៊ានប៉ះពាល់នាងនោះគ្រួសារគូខ្ញុំមិនឈរអោបដៃមើលទេខ្ញុំនឹងប្រឆាំងដល់ទីបញ្ចប់ឯងមិនដឹងស្លាប់រស់បើសិនជាគេមិនយល់ដល់យើងទៅហើយគេក៏មិនហៅយើងទៅខែដែរបើចឹងលោកសាមើលទៅស្មានថាគូធីងឈិនចេះយល់សាច់ការព្រោះថ្ងៃនេះបើគេយកទៅប្តឹងនាយកលូពួកយើងចោះជាស្លាប់មិនខានទេល្អណាស់តាពុតគឺជាមនុស្សប្រុសដែលនាយកលូរើសពិតជាអស្ចារ្យមែននាយកគូជូនពលលោកឆ្លងកាត់ការសោកស្ដាយផងគឺចង់និយាយពីពួកយើងអង្គុយសិនទៅចាំនិយាយគ្នាអង្គុយទៅលោកគូមកមិនដឹងទេអីពួកយើងតែ3នាក់នេះគឺលេងសើចជាមួយលោកទេនាយកលូពិតជាផ្នែកបុតមែនតើគឺពិតជាមិនខុសនោះទេពួកលោកលេងសើចដូចជាជ្រុលពេកហើយបើអញ្ចឹងមើលដឹងថាយ៉ាងម៉េចដែរទៅលោកគូមានចិត្តស្មោះបណ្ដាទៅពេលនេះខ្ញុំជឿហើយអគ្គនាយកលូប្រគល់ភាគហ៊ុនតម្លៃរាប់លានឲ្យលោក
ដាច់ខាតគឺមិនខុសទេចាំមើលខ្ញុំយល់ច្រឡំនឹងលោកយ៉ាងម៉េច ប្រកាសហើយថ្ងៃនេះគឺសុំអញ្ជើញលោកគ្រូមកការពិតពួកយើងមានរឿងមួយនេះគឺចង់ជួបអគ្គនាយកលោកក៏ប៉ុន្តែគាត់មិនព្រមជួបមុខពួកយើងសោះបើសិនជាជួបគាត់ជួយនិយាយពួកយើងផងទៅណាលោកនាយកគ្រូណាអ្នកទាំង3មកទៅហាក់ដូចជាចង់ជួបខ្ញុំនេះ អ្នកនាងលោកហេតុអីមានអារម្មណ៍ដូចជាអ្នកផ្សេងចឹងអគ្គនាយកលោកព្រមជួបពួកយើងឲ្យមែនទេបានជានាយកទាំង3មានការអីដែលចង់ជួបខ្ញុំនោះតើមានរឿងអីទេនាយកលោកគឺបែបនេះទេសម្ព័ន្ធសហគ្រាសនៅស្រុកគេទទួលការបាត់បង់ច្រើនគឺពួកយើងព្រួយបារម្ភណាស់បារម្ភហ៎ពួកលោកហាក់ដូចជាបារម្ភពីចំនួននៅស្រុកក្រៅរបស់ខ្ញុំនេះអញ្ចឹងបានន័យថាអគ្គនាយកលោកចាប់អារម្មណ៍នឹងចំនួនខាងក្រៅអគ្គនាយកកុំភ្លេចថាពួកលោកខំកសាងវា3ឆ្នាំពេលនេះខ្លាចទៅជាអញ្ចឹងពួកយើងក៏ឈឺចិត្តដែរបាទពួកលោកបារម្ភពីចំនួននៅស្រុកក្រៅនោះខ្ញុំថាមិនចាំបាច់ទេរឿងចំនួននៅដែនសមុទ្រនោះខ្ញុំបានស៊ើបរួចហើយនាយកលោកចង់ថាការបាត់បង់នៅស្រុកក្រៅនោះគឺមានមនុស្សចេតនាបំផ្លាញមែនទេនាយកឡៃខ្ញុំអត់បាននិយាយបែបហ្នឹងទេប៉ុន្តែមើលទៅអ្នកដូចជាដឹងច្បាស់នេះអគ្គនាយកចំអកហើយខ្ញុំគ្រាន់តែធ្វើតាមការវិតម្លៃរបស់អ្នកនាងនិយាយទេអាយ៉ានាយកលួបើមានគេមកបំផ្លាញចំនួននៅក្នុងស្រុកខ្ញុំនេះជាមនុស្សទី1មិននឹកលេឃើញទេទុកចិត្តចាស់ឲ្យតែហ៊ានប៉ះពាល់ដល់យើងអញ្ចឹងមិនលើកលែងដាច់ខាតអ្នកនាងលួមើលទៅដូចជាស្វាហាប់ណាអ្នកនាងប្រយ័ត្នផងអរគុណលោកកូនខ្ញុំតែសិនហើយអ្នកប្រគូអ្នកនាងលូមិនព្រមនៅជាមួយលោកទេអញ្ចឹងចាំមិននេះដូចជាពាក្យចចាមអារាមគេល្បីថាអ្នកនាងលូមានអាកំបាំងឬមួយមានអគ្គនាយកលូ2នាក់មកសិតជាអគ្គនាយកសម្រាប់ចិត្តបែបនេះពួកយើងសុំលាសិនហើយមិនហ៊ានរំខានអ្នកទៅពីទេអ្នកនាងលូអ្នកនាងលូអ្នកប្រកូមានការអីក្រែងពីមុននាងនិយាយថាមានការមិនអាចមកចូលរួមមែនទេហេតុអីថ្ងៃនេះក៏ចេញមកខ្ញុំក៏ចង់មកជាគូជាមួយនឹងលោកដែរបានការងារក្រុមហ៊ុនដោះស្រាយរួចហើយអញ្ចឹងយើងនិយាយពីរឿងផ្ទាល់ខ្លួនវិញទៅតើត្រូវហូបបាយជាមួយគ្នាទេលោកអង្គុយសិនទេខ្ញុំទៅទទួលទូរស័ព្ទមកផ្លេងគេធ្វើខ្ញុំចង់មានន័យថាម៉េចពួកគេទៅអស់ហើយពួកគេមិនលានាយកដល់ផ្ទាល់ហើយក្រែងនាយកលូទៅទទួលទូរស័ព្ទខ្ញុំជាអ្នករៀបចំផ្ទាល់មែនទេអាយ៉ាអ្នកនាងលោកវ៉ាន់ហោះគេចង់ធ្វើស្អីគេនេះត្រឡប់មកក៏មិនព្រមជួបខ្ញុំទេអ្នកនាងធំអ្នកនាងទី2ច្បាស់ជាដឹងថាអ្នកនាងមកអ្នកនាងគេបែបនេះគាត់ច្បាស់ជាខឹងនឹងខានទេក្រែងនេះតាមសឹកមកស្ថានភាពអូនស្រីខ្ញុំហាញ់ទេគេបានចេញទៅជួបភូមិគ្រឹះឆៃមែនមានប្រមាណដែលអូនទេយកភាគហ៊ុននោះដល់ទៅ10លាននោះខ្ញុំជឿជាក់ខ្ញុំធ្វើបែបនេះបានគឺគេមិនផុតពីខ្សែភ្នែកគេទេឯងទៅសឹកមកក្រុមហ៊ុនយានឆាំងណាស់សប្តាហ៍ថាខ្ញុំនៅស្រុកគេឲ្យគេឆ្ងល់ពីសមត្ថភាពខ្ញុំធ្វើការងារមិនតាន់ទេចាលោកវ៉ាន់ស៊ីនេះមិនធ្វើឲ្យខ្ញុំខកបំណងទេមែនទេលោកមិនធေါ်គេដឹងថាពួកយើងធ្វើអ្វីនៅក្រុមហ៊ុនស្រុកគេគេចង់ចាត់ការពួកយើងហើយណាមនុស្សយើងបាក់គាត់ជាមុនហើយពួកយើងថាទៅពួកយើងបានទៅណាទៅណីគឺថាយើងនៅទីនេះពី3ថ្ងៃជាប់គ្នាតើមាននរណាជួយតម្រឹងទៅគឺធ្វើយ៉ាងម៉េចដឹងទៅអាយ៉ានាយកលាវនិយាយទៅចៃដន្យណានាយកលោកនៅក្រុមហ៊ុនជីងយាយគឺជាដើមឈើធំហើយពឹងលើពួកយើងទាំង3នាក់មិនអាចឲ្យគេក្លាប់ចាក់ទេលោកបងអើយនេះគឺលោកបងនឹកខ្លាចស្អីលោកបងទៅតាក់ទងជាមួយនឹងគុំមកគ្រឹះឆៃម៉ាន់ឲ្យតែគ្រួសារឆៃម៉ាន់គេគ្រប់គ្រងពួកយើងមានអីគួរឲ្យខ្លាចទៅគុំមកគ្រឹះឆៃម៉ាន់គឺយល់ព្រមហើយប៉ុន្តែស្ដាប់ឮថាអគ្គនាយកលោកនៅក្រៅស្រុកមែនទេហេតុអីក៏ត្រាប់តែលេចមុខមកទីនេះរឿងនេះណែអើយក៏ប៉ុន្តែស្រុកគេមែនខ្ញុំឲ្យមនុស្សរបស់ខ្ញុំអាចស៊ើបមើលដឹងច្បាស់តាមមើលទៅពីចចាមអារាមគឺជាការពិតមែនលីវ៉ាន់ហោពិតជាខ្លាចបន្លំពិតមែនគេពិតជាចង់ស្លាប់ហើយនេះហើយជាឱកាសដែលឲ្យយើងអស់លូវ៉ាន់ហងត្រឡប់មកក្រោមជើងយើងលើកនេះគឺយើងមិនត្រូវខកខានទេគឺបានដល់ដំណាក់កាលនេះហើយចង់ប្រលះគេមិនគ្រប់គ្រាន់ទេយើងត្រូវតែយកភ្លើងមកដុតឲ្យងាប់ទៅមកលោកលាវលោកមានគំនិតល្អអីយើងនឹងឲ្យលូពិនហងងើបមិនរួចតែម្ដងអ្នកនឹងលូនេះចង់ធ្វើអីហ្នឹងគ្មានអីទេលោកកូនតែបើយ៉ាងទេមិនក៏លោកកូនមើលខ្ញុំបែបហ្នឹងអញ្ចឹងគ្មានអីទេគ្រាន់តែយល់ថាពេលខ្លះនាងគួរឲ្យស្រឡាញ់ណាពេលខ្លះនាងមើលទៅដូចជាដើមឈើដ៏ធំមួយអញ្ចឹងតើលោកចូលចិត្តមួយណាវិញទេឲ្យតែអូនគឺបងស្រឡាញ់ណាមិនបាច់ទេ
មកពីបោះច្រកបានតែមួយទេណាមិនអាចឆ្លាញ់ទាំងពីរទេហើយដល់ច្រើននោះក៏មិនប្រកាសថានៅក្នុងបេះដូងលោកដែរ ថ្ងៃនេះសហគ្រាសជាងយាគឺបានដួលទីផ្សារបានធ្លាក់ 5000 លានធ្វើឲ្យភាគហ៊ុនផ្សេងទៀតបន្ទុកចិត្តលោកបានហងកងកម្លាំងយើងជាពួកជើងមកជំនួយនៅស្រុកខាងក្រៅខាត់បងហើយពេលនេះភាគហ៊ុនទាំងអស់រលំ ឆាប់ការពារអ្នកនាងលក់តែបានហងអត់ស្លាយយើងមិនរកវិធីដោះស្រាយឲ្យអ្នកទាំងអស់គ្នាស្ងប់អារម្មណ៍បន្តិចទេកម្លាំងយើងឈាមជាងត្រូវដួលរលំទាំងអស់តើឲ្យយើងស្ងប់ចិត្តយ៉ាងម៉េចបាន គូយុទ្ធថងមិនក៏មកអុកលុកទីនេះ អុកលុកស្អីទៅសហគ្រាសឥណ្ឌាចិត្តដួលរលំហើយឯនៅទីនេះចូលកាន់ដៃគ្នាទៅវិញទៅមកទៀត ម៉ាក់ភាគហ៊ុនឡើងចុះជារឿងធម្មតាទេនោះវាមិនប៉ះពាល់អីទេ គ្រាន់តែមកយប់សោះខាត់ដល់ទៅ 5000 លាននេះក្រុមហ៊ុនគូយើងមានដល់ទៅ2ត្រូវបាត់បង់ទាំងអស់ឯនៅថាធម្មតាទៀតមែនទេឥឡូវនេះអញត្រូវខំសន្តំគេហើយយើងមិនខ្វល់ទេឯងប្រញាប់ដេញលេខជាមួយគេទៅកុំឲ្យនាំទុកដល់គ្រួសារគូយើងមែនហើយបាប្រុសខ្ញុំថាគេដឹងថាគ្រួសាររបស់គេរលំហើយទើបបានជាគេញ៉ាំរៀបការជាមួយនឹងបងគេចង់ឲ្យគ្រួសារគូយើងធ្លាក់ទឹកជាមួយគេអញ្ចឹងតើបាច់ចេះប្រញាប់ចុយដាស់ស្វើនេះការប៉ັດក្នុងចិត្តគឺមិនស្ងប់នោះទេ ឯងនិយាយប្រេះប្រដាអីហ្នឹង នៅពេលក្រុមហ៊ុនដួលរលំតើដឹងពីមុខមាត់ប៉ិតរបស់ពួកឯងរៀបការជាមួយនឹងធីនឈិនមានមកកត់ល្បិចកលឯងចង់ស្លាប់ហើយមែនទេឯងចង់អូសទាញកូន